មនុស្សមានវិន័យតែងជោគជ័យមានន័យថាមនុស្សដែលចេះគ្រប់គ្រងខ្លួនឯងគោរពពេលវេលាអនុវត្តការងារតាមផែនការនិងមានការទទួលខុសត្រូវតែងមានឱកាសសម្រេចគោលដៅនិងទទួលបានភាពជោគជ័យក្នុងជីវិតវិន័យគឺជាទម្លាប់ល្អដែលជួយឲ្យមនុស្សធ្វើអ្វីៗបានត្រឹមត្រូវនិងមានប្រសិទ្ធភាពមនុស្សដែលមានវិន័យមិនខ្ជិលច្រអូសមិនចូលចិត្តពន្យាពេលនិងចេះអត់ធ្មត់ក្នុងការខិតខំប្រឹងប្រែងទោះបីជួបការលំបាកឬឧបសគ្គក៏ពួកគេនៅតែបន្តដើរទៅមុខដោយភាពរឹងមាំដោយសារតែការអនុវត្តទម្លាប់ល្អជាប្រចាំពួកគេអាចអភិវឌ្ឍសមត្ថភាពនិងសម្រេចក្តីសុបិនរបស់ខ្លួនបានប្រយោគនេះក៏បង្រៀនឲ្យយើងដឹងថាភាពជោគជ័យមិនកើតឡើងដោយសំណាងតែមួយមុខទេប៉ុន្តែកើតពីវិន័យការខិតខំនិងការបដិញ្ញាចិត្តក្នុងការធ្វើអ្វីមួយឲ្យបានល្អជានិច្ចណាស់អប់រំខ្លួនឯងមុនអប់រំអ្នកដទៃមានន័យថាមនុស្សគួរតែចេះកែប្រែអភិវឌ្ឍនិងបង្រៀនខ្លួនឯងឲ្យមានចំណេះដឹងសីលធម៌និងអាកប្បកិរិយាល្អសិនមុននឹងទៅណែនាំឬអប់រំអ្នកដទៃព្រោះបើខ្លួនឯងមិនទាន់ល្អឬមិនទាន់អនុវត្តបានត្រឹមត្រូវការបង្រៀនអ្នកដទៃក៏មិនមានប្រសិទ្ធភាពនិងអាចធ្វើឲ្យបាត់បង់ការគោរពផងដែរប្រយោគនេះបង្រៀនឲ្យយើងចេះមើលខ្លួនឯងមុនរិះគន់អ្នកដទៃឧទាហរណ៍បើយើងចង់ឲ្យអ្នកដទៃមានវិន័យយើងត្រូវតែមានវិន័យខ្លួនឯងជាមុនសិនបើយើងចង់ឲ្យអ្នកដទៃស្មោះត្រង់យើងក៏ត្រូវធ្វើជាមនុស្សស្មោះត្រង់ដែរដូច្នេះការអប់រំខ្លួនឯងគឺជាគ្រឹះសំខាន់បំផុតមនុស្សដែលចេះកែលម្អខ្លួនឯងជានិច្ចនឹងក្លាយជាគំរូល្អនិងអាចមានឥទ្ធិពលវិជ្ជមានលើអ្នកដទៃបាន